បាទគ្រប់នឹងជម្រាបសួរដល់បងប្អូនយើងទាំងអស់គ្នាបាទថ្ងៃនេះជួយជាមួយខ្ញុំបាទសុងម៉ូតូវ៉ាន់ហើយថ្ងៃនេះគឺខ្ញុំលើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាឬក៏បងប្អូនថ្មីដែលគាត់ចង់សិក្សាអំពីការជួសជុលម៉ូតូប្រព័ន្ធភ្លើងប្រើប៊ិចឬក៏ម៉ូតូប្រព័ន្ធភ្លើងធម្មតាបងប្អូនគ្នាกระดาษមួយសន្លឹកនេះហើយគឺជាกระดาษដែលរុញជំរុញខ្ញុំឲ្យខ្ញុំសិក្សាអំពីប្រព័ន្ធភ្លើងម៉ូតូអូតូដែលខ្ញុំអត់ចេះសោះបងប្អូនគ្នាខ្ញុំចាប់ផ្ដើមពីกระดาษមួយសន្លឹកនេះឯងចឹងហើយខ្ញុំនឹងធ្វើការបញ្យលខ្លះៗតាក់ទងជាមួយនឹងกระดาษមួយសន្លឹកនេះដែលវាធ្វើឲ្យខ្ញុំចាប់អារម្មណ៍ចង់ជួសជុលចង់រៀនពីជំនាញជាងម៉ូតូបានសម្រាប់អ្នកដែលថ្មីចង់សិក្សាឬក៏ចង់ធ្វើជាជាងម៉ូតូអាចស្ដាប់វីដេអូនេះបានបងប្អូនអរគ្នាហើយសម្រាប់กระดาษមួយសន្លឹកនេះគឺវាមានអត្ថន័យសម្រាប់ខ្ញុំមែនតើវារៀងរលូបបន្តិចខ្ញុំនឹងថែមប៊ិចហើយខ្ញុំនឹងបញ្យលអ្នកទាំងអស់គ្នាតាក់ទងជាមួយនឹងกระดาษនេះដែលនិយាយអំពីចលនារបស់ម៉ូតូចលនាដំបូងរបស់ម៉ូតូហើយអ្វីបានម៉ូតូអាចឆេះទៅមុខបានអូខេឥឡូវចូលទៅមើលទាំងអស់គ្នាបានអានេះការដែលខ្ញុំចូលទៅរៀនដំបូងក៏លោកគ្រូគាត់បរៀនខ្ញុំអំពីចំណុចនេះដែរបងប្អូនគ្នាហើយឥឡូវនេះគឺខ្ញុំនិយាយត្រួសទៅអានេះទី1គឺយើងឲ្យស្គាល់អំពីឧបករណ៍ត្រួតពិនិត្យបងប្អូនគ្នាមកជួននេះឧបករណ៍ត្រួតពិនិត្យទីទៀតខ្ញុំនឹងបង្យល់បងប្អូនទាំងអស់គ្នាតាក់ទងជាមួយនឹងវាហើយអារូបកណ្ដាលនេះវិញគឺគេដាក់ថាទទួលបានព័ត៌មាននិងវិភាគបងប្អូនគ្នាដែលដាក់រូបខួរក្បាលមនុស្សមួយសម្រាប់មនុស្សយើងប៉ុន្តែសម្រាប់ម៉ាញ៉េតូវិញគឺគេដាក់រូបម៉ាញ៉េតូតែម្ដងហ្នឹងគេប្រៀបធៀបជាមួយនឹងខួរក្បាលជាមួយនឹងម៉ាញ៉េតូទៅលើម៉ូតូឬក៏ឡានអញ្ចឹងបងប្អូនគ្នាហើយសម្រាប់ទី2នេះវិញសញ្ញាព្រួយបាញ់មកខាងនេះហ្នឹងគឺឧបករណ៍ធ្វើចលនាអញ្ចឹងហើយដល់ឡែកមើលពេលដែលឧបករណ៍អាចធ្វើចលនាបានលុះត្រាតែឧបករណ៍ដែលត្រួតពិនិត្យទាំងអស់នេះនឹងវាផ្ដល់ព័ត៌មានមកឲ្យម៉ាញ៉េតូមកខួរក្បាលសិនមកទៅខួរក្បាលផ្ដល់ព័ត៌មានទៅឲ្យឧបករណ៍ផ្សេងៗវាធ្វើចលនាបាននៅលើតួម៉ូតូបងប្អូនគ្នាទាំងអស់នេះគឺវាមិនមកទាំងអស់នោះទេប៉ុន្តែទាំងអស់នេះគឺវាបង្ហាញខ្លះតាក់ទងជាមួយនឹងឧបករណ៍ដែលសំខាន់នៅលើតួម៉ូតូផងដែរឥឡូវនេះតិចខ្ញុំនឹងណែនាំមួយផ្នែកបងប្អូនទាំងអស់គ្នាស្គាល់បាននិយាយរួមទៅយើងចូលទៅកាន់ទី1ទៅបងប្អូនគ្នាទី1នេះគេដាក់ថា sensor ចាប់ជុំម៉ាស៊ីនបងប្អូនគ្នាអញ្ចឹងភាសាអង់គ្លេសរបស់វាអក្សរកាត់គឺ CKP បងប្អូនគ្នា sensor ចាប់ជុំម៉ាស៊ីនណាអានេះបើយើងអាចនិយាយថាផ្នែក D sensor ចាប់ជុំម៉ាស៊ីនអញ្ចឹងទៅបងប្អូនគ្នាអាចថារមុំដុំភ្លើងណាបងប្អូនគ្នាមើលបានរូបនេះហើយចំណែករូបទី2នេះវិញគឺជា sensor ចាប់កម្ដៅម៉ាស៊ីនបងប្អូនគ្នាដែលអក្សរអង់គ្លេសអក្សរកាត់របស់វានេះEOT ឬក៏ ECT បងប្អូនគ្នាអានេះគឺ sensor ចាប់កម្ដៅម៉ាស៊ីនបងប្អូនគ្នាចំណែកចូលមកទី3នេះវិញគឺវិសការ៉ង់ទីបងប្អូនគ្នាហើយនិយាយរួមទៅ sensor ហ្នឹងសិតតែមានតួនាទីវាផ្សេងគ្នាហើយវាអ្នកផ្ដល់សញ្ញាទៅឲ្យម៉ាញ៉េតូបងប្អូនគ្នាហើយមួយទៀតនេះគឺ sensor ខ្សែ gear បងប្អូនគ្នា TP អានេះម៉ូតូជាទូទៅគឺនិយាយរួមសំខាន់ចំណុចសំខាន់នៅពេលដែលយើងបើកសោមកបើសិនជាឧទាហរណ៍បងប្អូនគ្នា sensor ណាមួយមានបញ្ហាវានឹងធ្វើឲ្យមានការ load check ឯបងប្អូនគ្នាចឹងហើយអានេះ TP បងប្អូនគ្នាអក្សរកាត់របស់វាខ្សែ gear ហើយទី3នេះវិញគេដាក់ថា sensor ចាប់សំហេះអុកស៊ីហ្សែនបងប្អូនគ្នាអានេះភាគច្រើនយើងតែងតែឃើញវានៅក្បែរស៊ីម៉ាំងឬក៏វានៅជាមួយនឹងស៊ីម៉ាំងតែម្ដងបងប្អូនកស៊ីម៉ាំងណាអូខេអានេះមួយទៀតនេះគឺ sensor ចាប់លបឿនគីឡូម៉ែត្របងប្អូនគ្នានិយាយរួមទៅ sensor ចាប់លបឿននេះគឺនៅខាងកង់ក្រោយបងប្អូនគ្នាដែលអក្សរកាត់របស់វា VS បងប្អូនគ្នាហើយ sensor ទាំងអស់នេះគឺមិនអស់ណានៅចោច្រើនទៀតអានេះគ្រាន់តែយើងយកមកឧទាហរណ៍បងប្អូនគ្នាយល់យើងបរៀនជាងណាម្នាក់គឺយើងបញ្យល់ឲ្យគិតយល់អញ្ចឹង sensor ទាំងអស់នេះនៅពេលដែលយើងបើកសោភ្លាមវានឹងចូលមកកាន់ sensor នីមួយហើយវាចូលមកថា sensor នីមួយនឹងមានបញ្ហាអត់នៅពេលដែលយើងដេវាឆេះបងប្អូនគ្នាធម្មតាតែបើកសោមកវាចូលមកកាន់ sensor វាផ្ដល់ព័ត៌មានមកកាន់ម៉ាញ៉េតូបើសិនជា sensor ណាមួយមានបញ្ហាបងប្អូនគ្នា sensor ណាមួយមានបញ្ហាម៉ាញ៉េតូនឹងផ្ដល់សញ្ញាទៅកាន់ tableau របស់យើងសញ្ញា load check បងប្អូនវាធ្វើឲ្យមាន load check អានោះគឺមានបញ្ហាតែបើសិនជាអត់មានបញ្ហានោះទេគឺយើងអាចដំណើរការបានហើយដំណើរការគឺនៅពេលយើងដេបច្ចេះមក sensor វានឹងធ្វើចលនាទៅតាមតួនាទីផ្សេងដែលវាផ្ដល់មកបងប្អូនគ្នាឧទាហរណ៍ថាបើសិនជាវាខ្យល់នេះវាស្ទះបងប្អូនគ្នាវាស្ទះវាធ្វើឲ្យសាំងនេះវាទៅជាបាញ់ខ្លាំងបងប្អូនគ្នាលក្ខណៈថាបើសិនជាវាស្ទះសបុក air អញ្ចឹងទៅធ្វើឲ្យបិចសាំងបាញ់ខ្លាំងតិចខ្ញុំបញ្យល់ខាងនេះបងប្អូនគ្នានេះខ្ញុំឧទាហរណ៍តិចតួចទេអញ្ចឹងក្រោយពីខ្ញុំបញ្យល់ខាងនេះខាងនេះគឺអ្នកទទួលបងប្អូនអ្នកត្រួតពិនិត្យទាំងអស់រហូតផ្ដល់ដំណឹងមកកាន់ខួរក្បាលឬក៏ម៉ាញ៉េតូរហូតម៉ាញ៉េតូអ្នកធ្វើឲ្យខាងនេះធ្វើចលនាវិញហើយនេះ sensor ខាងនេះបងប្អូនគ្នាអាចមើលបានណាអានេះគឺជា motor បូមសាំងបងប្អូនគ្នា SP អក្សរកាត់របស់វា full pump បងប្អូនគ្នាហើយអានេះវិញគឺជា bobin តួបងប្អូនគ្នា ADV បងប្អូនគ្នា bobin តួអានេះគឺជាប៊ិចសាំងINC ហើយនេះគឺជា motor air បងប្អូនគ្នា motor air នេះ
ID បងប្អូនគ្នា motor air ហើយខាងក្រោមនេះគឺលេខ load check បងប្អូនគ្នា load check ជាទូទៅអូតូតែពេល sensor របស់យើងមួយណាមានបញ្ហាបងប្អូនគ្នា sensor មានបញ្ហាសូម្បីតែ sensor នេះមានបញ្ហាក៏វា load check ដែរគ្រាន់តែ sensor នេះអ្នកធ្វើចលនានៅពេលដែល sensor នេះផ្ដល់សញ្ញាមកឲ្យ magneto ហើយ magneto បញ្ជាឲ្យពួកនេះធ្វើចលនាដូចជាយើងបើកសោមកពេលដែលយើងបើកសោភ្លាមមកវាចូលទៅត្រួតពិនិត្យទាំងអស់នេះឲ្យបងប្អូនគ្នាត្រួតពិនិត្យហើយបើវាផ្ដល់សញ្ញាមក magneto វិញ magneto ឲ្យពួកនេះធ្វើចលនាបងប្អូនគ្នាធ្វើចលនាដូចជា motor បូមសាំង bobin តួបាញ់ភ្លើងប៊ិចសាំងបាញ់សាំងមករហើយវិស air នេះបងប្អូនគ្នា air នេះកន្លែង air នេះ air ដែលយើងទីតាំងខ្សែ air បងប្អូនយើងវាអាចធ្វើចលនាបានមួទៅមុខបានអញ្ចឹងទៅបានម៉ូតូយើងមាន4នេះយើងអាចដេបច្ឆេះទៅមុខបានបងប្អូនថ្ងៃបើឧទាហរណ៍ថាមានណាមួយមានបញ្ហាដូចជាម៉ូទ័របូមសាំងក៏ដេមិនឆេះបូប៊ីនតួនេះអត់បាញ់ភ្លើងទៅឲ្យប៊ូស៊ីក៏ដេមិនឆេះប៊ិចសាំងបាញ់សាំងតិចពេកនេះបាញ់ចេញជាចំហេះតិចពេកនេះក៏ដេមិនឆេះដែរបងប្អូនគ្នាវាបាញ់ចេញជាលក្ខណៈជាចំហាយបងប្អូនគ្នាសាច់អូខេអញ្ចឹងទៅបើសិនជា visual នេះ motor air នេះមានបញ្ហានេះក៏អត់ឆេះដែរបងប្អូនគ្នាអញ្ចឹងទៅត្រង់ចំណុចទាំងអស់នេះបានថាយើងសិក្សាអំពីទ្រឹស្ដីវាបានដឹងមុនសិនមុននឹងយើងចូលទៅជួសជុលចូលទៅរៀនជំនាញជួសជុលអញ្ចឹងអាហ្នឹងគឺបែបហ្នឹងឯងបងប្អូនគ្នានិយាយរួមទៅតែពេលដែលយើងបើកសោមកទាំងអស់នេះវាចូលទៅត្រួតពិនិត្យមើលថាបែបណាវាបញ្ជូនមកឲ្យ magneto មកខួរក្បាលរបស់យើងមកខួរក្បាលនឹងបញ្ជាពួកនេះធ្វើចលនាឧទាហរណ៍ថាដូចខ្ញុំឧទាហរណ៍មុនហ្នឹងអញ្ចឹងឧទាហរណ៍ថាបើសិនជាម៉ូតូរបស់យើងវាស្ទះខ្យល់ស្ទះសបុក air ខ្យល់ air មានបញ្ហាស្ទះខ្យល់ខ្លាំងវានឹងធ្វើឲ្យប៊ិចសាំងនេះវាប្រឹងបាញ់សាំងកាន់តែខ្លាំងធ្វើម៉ូតូរបស់យើងស៊ីសាំងបងប្អូនគ្នាហើយបើសិនជាដុំភ្លើងនេះមានបញ្ហាបងប្អូនគ្នាដុំភ្លើងនេះមានបញ្ហានេះក៏វាធ្វើឲ្យភ្លើងម៉ូតូ Busi របស់យើងមានបញ្ហាដែរអាហ្នឹងគឺវាតាក់ទងគ្នាទាំងអស់ហើយចំហេអុកស៊ីសែននេះ O2 នេះបើសិនវាស្ទះខ្លាំងវាមើលទៅស្ទះខ្លាំងស៊ីសាំងខ្លាំងអីខ្លាំងអញ្ចឹងទៅវាផ្ដល់សញ្ញាមកខាងនេះទៀតឲ្យមានបញ្ហាខាងនេះទៀតដែរហើយនៅពេលដែលធម្មតាតែពេលតែម៉ូទ័រយើងខ្សោយមួយទៀតម៉ូទ័រខ្សោយនិយាយទៅក៏ធ្វើឲ្យប៊ិចបាញ់សាំងខ្លាំងអញ្ចឹងទៅបានគេឲ្យយើងសិក្សាអំពីវាអស់សិនណាមុននឹងយើងចូលទៅកាន់មេរៀននៅក្នុងសភៅបងប្អូនគ្នាហើយខ្ញុំនឹងឆ្លៀតដាក់មេរៀននៅក្នុងសភៅចែករំលែកបងប្អូនដែរបងប្អូនគ្នាចឹងហើយដល់បងប្អូនដែលចូលមកថ្មីបើសិនជាបងប្អូនអាចមានខ្ញុំមាន Facebook របស់ខ្ញុំក៏សង Moto One YouTube របស់ខ្ញុំក៏សង Moto One TikTok ក៏សង Moto One ដែរបងប្អូនគ្នាលេខទូរស័ព្ទអីក៏មានដែរអាចតាក់ទង Telegram ឲ្យបានផងដែរអូខេចឹងទៅថ្ងៃនេះគឺគ្រាន់តែចង់ចែករំលែកខ្លះតាក់ទងជាមួយនឹងរូបមួយស្លឹកនេះប៉ុន្តែមួយស្លឹកនេះគឺវាមានអត្ថន័យខ្លាំងមែនតើសម្រាប់ការសិក្សាថ្មីបងប្អូនគ្នាក៏មើលងាយមួយស្លឹកនេះចឹងហើយយើងចាប់ផ្ដើមពីមួយស្លឹកនេះខ្ញុំក៏ចាប់ផ្ដើមពីមួយស្លឹកនេះដែរពីដំបូងនេះខ្ញុំអត់ចេះអីសោះបងប្អូនគ្នាចឹងហើយអរគុណបងប្អូនគ្នាដែលបានតាមដានតាំងពីដើមដល់ទីបញ្ចប់ណាហើយកុំភ្លេចជួយ like share និង subscribe channel YouTube ខ្ញុំបាទផងណាបើសិនជាគិតថាមានចំណុចល្អចែកជូនទៅដល់បងប្អូនក្រោយទៀតបងប្អូនកុំភ្លេចជួយ share ផងបាទអរគុណច្រើនជម្រាបលាពីខ្ញុំបាទសុង Moto One ជម្រាបលាបាទអរគុណច្រើន